រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាសអារ៉ាឈីបាននិយាយថាអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាពនិងការទូតជាមួយសហរដ្ឋអាមេរិកដោយបង្ហាញថាកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានរវាងប្រទេសទាំងពីរនៅតែជិតស្និទ្ធទោះបីជាមានការគំរាមកំហែងពីទីក្រុង Washington ក៏ដោយថ្លែងទៅកាន់បណ្ដាញទូរទស្សន៍អាមេរិក MS Now កាលពីថ្ងៃសុក្រលោកអារ៉ាឈីបានសង្កត់ធ្ងន់ថាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់គ្មានដំណោះស្រាយយោធាទេដំណោះស្រាយការទូតគឺស្ថិតនៅក្នុងដៃរបស់យើងហើយយើងអាចសម្រេចបានយ៉ាងងាយស្រួលហើយសហរដ្ឋអាមេរិកមិនបានស្នើសុំឲ្យមានការចម្រាញ់អ៊ុយរ៉ាញ៉ូមកម្រិត0នៅក្នុងកិច្ចចរចានុយក្លេអ៊ែរទេលោកបានរិះគន់ការកសាងយោធាដ៏ធំសម្បើមរបស់អាមេរិកនៅមជ្ឈិមបូព៌ាដែលរួមមាននាវាផ្ទុកយន្តហោះ2គ្រឿងនិងយន្តហោះចម្បាំងរាប់សិបគ្រឿងដោយហៅវាថាមិនចាំបាច់និងមិនមានប្រយោជន៍ខ្ញុំបានធ្វើការងារនេះក្នុងរយៈពេល20ឆ្នាំកន្លងមកហើយបានចរចាជាមួយភាគីផ្សេងគ្នាខ្ញុំដឹងថាកិច្ចព្រមព្រៀងមួយអាចសម្រេចបានប៉ុន្តែគួរតែយុត្តិធម៌និងផ្អែកលើដំណោះស្រាយឈ្នះជំរើសយោធានឹងធ្វើឲ្យរឿងនេះស្មុគស្មាញប៉ុណ្ណោះនឹងនាំមកនូវផលវិបាកដ៏មហន្តរាយមិនត្រឹមតែសម្រាប់យើងទេប្រហែលជាសម្រាប់តំបន់ទាំងមូលនិងសម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរនេះបើតាម Al Jazeera ថ្ងៃទី21ខែកុម្ភៈនេះប៉ុន្មានម៉ោងបន្ទាប់ពីបទសម្ភាសន៍របស់លោកអារ៉ាឈីប្រធានាធិបតីលោកដូណាល់ត្រាំត្រូវបានគេសួរអំពីលទ្ធភាពនៃការវាយប្រហារមានកំណត់ប្រឆាំងនឹងអ៊ីរ៉ង់ដើម្បីជំរុញជំហរចរចារបស់ទីក្រុង Washington លោកត្រាំបានប្រាប់អ្នកយកសារព័ត៌មានថាខ្ញុំគិតថាខ្ញុំអាចនិយាយបានថាខ្ញុំកំពុងពិចារណាលើរឿងនេះប៉ុន្តែលោកអារ៉ាឈីបានព្រមានថាជនជាតិអ៊ីរ៉ង់គឺជាមនុស្សដែលមានមោទនភាពដែលឆ្លើយតបតែចំពោះភាសានៃការគោរពប៉ុណ្ណោះដែលរដ្ឋបាលអាមេរិកមុនសូម្បីតែរដ្ឋបាលអាមេរិកបច្ចុប្បន្នក៏ដោយបានព្យាយាមស្ទើរតែគ្រប់យ៉ាងប្រឆាំងនឹងយើងសង្គ្រាមទណ្ឌកម្មការវាយបកវិញនិងអ្វីៗទាំងអស់ប៉ុន្តែគ្មានវិធីណាមួយដែលមានប្រសិទ្ធភាពឡើយសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានធ្វើកិច្ចចរចា2ជុំក្នុងរយៈពេល1ខែកន្លងមកនេះហើយមន្ត្រីមកពីប្រទេសទាំងពីរបានពណ៌នាអំពីការចរចានេះថាមានភាពវិជ្ជមានយ៉ាងណាក៏ដោយរដ្ឋបាលលោកត្រាំនៅតែបន្តប្រមូលបរិក្ខារយោធាដាក់នៅជុំវិញប្រទេសអ៊ីរ៉ង់គេហទំព័រតាមដានកប៉ាល់ជាច្រើនបានរាយការណ៍នៅថ្ងៃសុក្រថានាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលជានាវាផ្ទុកយន្តហោះធំជាងគេបំផុតលើពិភពលោកបានចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេតាមរយៈសមុទ្រ Gibraltar ក្នុងដំណើរទៅកាន់តំបន់ឈូងសមុទ្រកាលពីថ្ងៃប្រធានាធិបតីអាមេរិកបាននិយាយថាទីក្រុងតេរ៉ានមានរយៈពេល10ថ្ងៃដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុង Washington ក្រោយមកលោកបានពន្យាពេលដល់15ថ្ងៃកាលពីសប្តាហ៍មុនលោកបាននិយាយថាកិច្ចព្រមព្រៀងមួយគួរតែត្រូវបានបញ្ចប់ក្នុងរយៈពេល1ខែលោកត្រាំក៏បានចេញការគំរាមកំហែងជាប្រចាំដល់ប្រទេសអ៊ីរ៉ង់រួមទាំងការព្រមានអំពីផលវិបាកដ៏លំបាកមួយនិងសាហាវមួយសម្រាប់ប្រទេសនេះសហរដ្ឋអាមេរិកបានចូលរួមការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់កាលពីខែមិថុនាឆ្នាំ2025ហើយបានទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរសំខាន់ចំនួន3របស់ប្រទេសនេះលោកត្រាំនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតានយ៉ាហ៊ូបាននិយាយថាការវាយប្រហារទាំងនោះបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ភាពតានតឹងរវាងទីក្រុង Washington និងទីក្រុងតេរ៉ានបានកើនឡើងម្ដងទៀតនៅចុងឆ្នាំ2025នៅពេលដែលលោកត្រាំបានគំរាមវាយប្រហារឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់ប្រសិនបើប្រទេសនេះកសាងឡើងវិញនៅកម្មវិធីនុយក្លេអ៊ែរឬឃ្លាំងអាវុធមីស៊ីលរបស់ខ្លួនស្ថានភាពនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនទាន់ត្រូវបានបញ្ជាក់ដោយអ្នកឃ្លាំមើលអន្តរជាតិនៅឡើយទេហើយទីតាំងនៃសារធាតុអ៊ុយរ៉ាញ៉ូមដែលសម្បូរទៅដោយជាតិអ៊ុយរ៉ាញ៉ូមរបស់ប្រទេសនេះនៅតែមិនទាន់ដឹងជាសាធារណៈនៅឡើយទេទីក្រុងតេរ៉ានបានទទូចលើសិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលខ្លួននិយាយថាមិនរំលោភលើបដិញ្ញាចិត្តរបស់ខ្លួនក្រោមសន្ធិសញ្ញាស្តីពីការមិនរិះសាយភាយអាវុធនុយក្លេអ៊ែរហៅកាត់ថា NPT នោះទេប៉ុន្តែលោកត្រាំនិងជំនួយការរបស់លោកធ្លាប់បាននិយាយថាពួកគេចង់ឲ្យអ៊ីរ៉ង់រុះរើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុងការបង្កើនសារធាតុរ៉ែគឺជាដំណើរការនៃការញែកនិងប្រមូលយកអ៊ីសូតូមបំរែបំរួលដ៏កម្រមួយនៃអ៊ុយរ៉ាញ៉ូមដែលអាចបង្កើតជាប្រតិកម្មបំបែកនុយក្លេអ៊ែរ
នៅកម្រិតទាបអ៊ុយរ៉ាញ៉ូមដែលបានពង្រឹងត្រូវបានប្រើដើម្បីផ្ដល់ថាមពលដល់រោងចក្រអគ្គិសនីប្រសិនបើបានពង្រឹងដល់ប្រហែល 90% វាអាចប្រើប្រាស់សម្រាប់អាវុធនុយក្លេអ៊ែរបានអ៊ីរ៉ង់ដែលបដិសេធថាខ្លួនមិនកំពុងស្វែងរកក្របបែកនុយក្លេអ៊ែរបាននិយាយថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់និងកំណត់លើប្រតិបត្តិការចម្រាញ់របស់ខ្លួនប៉ុន្តែមិនបោះបង់ចោលកម្មវិធីទាំងស្រុងនោះទេរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថាជំហានបន្ទាប់នៅក្នុងកិច្ចចរចានេះគឺសម្រាប់អ៊ីរ៉ង់ក្នុងការដាក់សំណើជាលីលាអក្សរសម្រាប់កិច្ចព្រមព្រៀងមួយទៅកាន់អ្នកចរចាអាមេរិកដែលដឹកនាំដោយអ្នកតំណាងរបស់លោកត្រាំបន្ទាប់មកភាគីទាំងពីរអាចបញ្ចប់អត្ថបទនៃកិច្ចព្រមព្រៀងលោកអារ៉ាឈីបានមានប្រសាសន៍ថាយើងបានព្រមព្រៀងគ្នាលើសំណុំនៃគោលការណ៍ចង់បានសម្រាប់ការចរចារបស់យើងនិងរបៀបដែលកិច្ចព្រមព្រៀងអាចមើលទៅដូចនោះហើយបន្ទាប់មកយើងត្រូវបានស្នើសុំឲ្យរៀបចំសេចក្តីព្រៀងនៃកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានដូច្នេះនៅពេលដែលយើងជួបគ្នាយើងអាចចូលទៅក្នុងសេចក្តីព្រៀងនោះហើយចាប់ផ្ដើមចរចាអំពីភាសារបស់វាហើយសង្ឃឹមថានឹងឈានដល់ការសន្និដ្ឋាន